ngọt còn tế điều được giá thịt ngọt ngát được giá trong miền trộn thống và đại sứ địa thì của nhóm đấy phí kiểu một cái cuộc sống quân và đại លោកកឹមសុខាសម្រាប់ចិត្តរក្សាភាពស្ងៀមស្ងាត់ក្រោយសម្ដេចប្រមុខរដ្ឋស្ដីទីលើកលែងទោសលោកកឹមសុខាត្រូវបានលើកលែងទោសកាលពីថ្ងៃទី25ខែឧសភាឆ្នាំ2026ប៉ុន្តែរហូតមកដល់ពេលនេះលោកនៅមិនទាន់អាចឆ្លើយឆ្លងជាមួយនឹងអ្នកសារព័ត៌មានបាននៅឡើយទេដោយលោកផ្ដល់ហេតុផលថាខ្ញុំចង់រក្សាភាពស្ងៀមស្ងាត់ដោយសារខ្ញុំមានទុក្ខធំម្ដាយឈឺនិងទី2ខ្ញុំចង់បួសសងគុណម្ដាយការលើកលែងទោសនេះត្រូវបានអនុវត្តតែលើទោសដាក់ពន្ធនាគារដែលជាមូលទោសប៉ុណ្ណោះរីឯទោសបន្ថែមនានាមិនត្រូវបានលើកលែងឡើយរហូតមកដល់ពេលនេះមិនទាន់មានព័ត៌មានលម្អិតអំពីស្ថានភាពសុខភាពនិងផែនការបន្តបន្ទាប់របស់លោកកឹមសុខានៅឡើយទេលោកកឹមសុខាគឺជាអតីតប្រធានគណៈបកសង្គ្រោះជាតិដែលត្រូវបានកាត់ទោសក្នុងសំណុំរឿងពាក់ព័ន្ធនឹងការគប់គិតជាមួយនឹងបរទេសមុនពេលមានការលើកលែងទោសនៅថ្ងៃទី25ខែឧសភាឆ្នាំ2026